សួស្តីបងប្អូនទាំងអស់គ្នាបាទជួបជាមួយខ្ញុំបាទណាថ្ងៃនេះខ្ញុំសូមលើកយកពីទម្រង់ការថែរ៉ាពីកាលពីវីដេអូមុនគឺយើងបាទបានសិក្សាអំពីទម្រង់ការថែរ៉ាពីយើងពាក់ព័ន្ធជាមួយនឹង Active Voice បាទយើងរៀនប្របែកទម្រង់ផ្នែក Continue ហើយយើងបានចំនួន12ទម្រង់បាទហើយ12ទម្រង់នេះគឺវាពាក់ព័ន្ធជាមួយនឹងផ្នែកប្រធានដែលរងធ្វើអំពើបាទផ្នែកប្រធានធ្វើអំពើចឹងគេឲ្យឈ្មោះថា Active Voice ហើយខ្ញុំសង្ឃឹមបងប្អូនទាំងអស់គ្នាចាំទម្រង់ទាំងអស់នេះហើយថ្ងៃនេះខ្ញុំសូមមកបង្ហាញបងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការបំបែកទម្រង់ passive បាទជាក់ស្ដែងគឺចំពោះការថែរ៉ាពីយើងគឺគេបែងចែកចេញជាពីរគឺ active voice ហើយនិង passive voice ឥឡូវយើងមកមើលការបំបែកទៅទម្រង់ passive ទាំងអស់គ្នាបាទនៅក្នុងទម្រង់ active voice យើងនៅក្នុង past គឺយើងមាន4នៅក្នុង present យើងមាន4ហើយនៅក្នុង future យើងមាន4ទី1នៅក្នុង past គឺគេឲ្យឈ្មោះថា passive voice ដែលមានទម្រង់ subject verb to ហើយនៅក្នុង passive យើងក៏មានដូចគ្នាដែរវាមាន past ចំនួន4ហើយនឹងនៅក្នុង present ចំនួន4ហើយនៅ future 4ដូចគ្នាប៉ុន្តែឲ្យតែបងប្អូនទាំងអស់គ្នាដឹងពីទម្រង់ active នេះគឺបំបែកមកជា passive គឺងាយស្រួលបំផុតបាទឥឡូវយើងទៅមើលកន្លែង passive voice គឺ subject verb to អញ្ចឹងនៅមក passive voice passive គឺយើងមានទម្រង់បាទដែល subject បូកជាមួយនឹងបាទ verb to តែពេល verb to យើងបែកនេះយក B មកដាក់កន្លែង verb to នេះហើយបន្ទាប់ក្រោយគឺ verb 3ហើយយើងបានដឹងហើយ verb to កិច្ចសព្ទ B គឺ was verb អញ្ចឹងយើងបាន passive voice យើងគឺ subject បូក was verb បូកជាមួយនឹង verb 3អញ្ចឹងបន្ទាប់ក្រោយនេះគឺយើងដាក់ទៅវិញមកហើយយើងបែកដាក់កន្លែង was verb នេះមកពាក់ព័ន្ធជាមួយនឹង past continuous ទម្រង់នេះគឺ subject បូក was verb បូក verb ing អញ្ចឹងយើងមក past continuous passive គឺយើងបានប្រធានបូកឲ្យ was ឬក៏ verb ហើយកន្លែងនេះ verb ing អញ្ចឹង B យើងហ្នឹងគឺយើងគ្រាន់តែថែម ing ហើយបន្ទាប់ក្រោយគឺ verb 3ដដែលបាទចូលទៅដល់ទម្រង់មួយទៀតគឺ past perfect ទម្រង់វាគឺ subject បូក had បូក verb 3អញ្ចឹងយើងបានទម្រង់ past perfect continuous past perfect passive យើងគឺ subject បូកឲ្យ had បូកឲ្យ verb 3អញ្ចឹង verb 3យើង B យើងដាក់បែកមកបាន verb 3វាគឺ been បាទអញ្ចឹង been បូកឲ្យ verb 3ហ្នឹងដដែលបាទpast perfect continuous យើងបានទម្រង់វាគឺ subject បូកឲ្យ had បូកឲ្យ been បូកឲ្យនោះ verb ing អញ្ចឹង verb ing យើងដាក់ B មកគឺ being បូកឲ្យ verb 3ចូលទៅដល់present យើងដឹងថា present simple subject បូក verb 1អញ្ចឹងចូលទៅដល់ present simple passive គឺយើងបានទម្រង់ subject បាទនោះគឺ verb 1អញ្ចឹង verb 1យើង B យើងបែកមកបាន am is are អញ្ចឹងយើងដាក់ am is are បូកជាមួយនឹង verb 3 present continuous ទម្រង់ subject បូក am is are បូក verb ing អញ្ចឹងចូលទៅដល់ present continuous passive យើងគឺ subject បូកឲ្យ am is ឬក៏ are បូកជាមួយនឹង being បូកឲ្យ verb 3 present perfect ទម្រង់នេះ subject បូក have had បូក verb 3អញ្ចឹងយើងបាន present perfect passive របស់យើងគឺ subject បូកឲ្យ have ឬក៏ has បូកឲ្យ verb 3យើងគឺយើងបែកមកវាបាន been បាទបូកឲ្យ verb 3អញ្ចឹងអាបន្ទុយក្រោយ verb 3នេះយើងដាក់មកជានិច្ចចូលទៅដល់present perfect continuous យើងមានទម្រង់ subject បូកឲ្យ have ឬក៏ has បូកឲ្យ been បូកឲ្យ verb ing អញ្ចឹងយើងដាក់lạiនេះគឺ being បូកឲ្យ verb 3ឥឡូវយើង past យើងបានហើយនៅ future មាន4ទៀតអញ្ចឹងទី1គឺ future simple បាទទម្រង់ future simple អញ្ចឹងវាមាន subject បូក will បូក verb by form តែពេល future simple passive យើងគឺ subject បូក will បូកកន្លែងនេះ verb by form អញ្ចឹង verb by form យើងដាក់ B មកវិញមក B បូកឲ្យ verb 3ចូលទៅដល់ទម្រង់ future continuous ទម្រង់ future continuous យើង subject បូក will បូក B បូក verb ing អញ្ចឹងយើងបាន future continuous passive យើងគឺ subject បូកឲ្យ will បូកឲ្យ B បាទអានោះ verb ing យើងបែកមកគឺបាន being ទៀតមកហើយបូកឲ្យ verb 3 future perfect ទម្រង់ subject បូក will បូកឲ្យ have future perfect កន្លែងនេះ verb 3ប៉ុន្តែ passive យើងគឺ
verb C យើងដាក់បាន been បូកឲ្យ been បូកឲ្យ verb C ឥឡូវនៅសល់មួយទម្រង់ទៀត future perfect continuous យើងសត្វ ជីបូក will បូក have បូក been បូក verb ing អញ្ចឹងយើងបាន future perfect continuous passive យើងគឺសត្វជីបូក will បូកឲ្យ have បូកឲ្យ been បូកឲ្យកន្លែង verb ing យើងដាក់ពី ing មកកតុយគាត់គឺ verb C បាទនេះគឺជារបៀបនៃការបំបែកទម្រង់ passive របស់យើងបាទហើយពាក់ព័ន្ធជាមួយនឹង passive របស់យើងនេះគឺយើងអត់រៀនទេយើងគ្រាន់តែចាំទម្រង់ទេហើយពាក់ព័ន្ធជាមួយនឹងវិញ្ញាសាបដុគឺតែងតែចេញមែនទែនបាទខ្ញុំឃើញគេអាសាចេញមែនទែនchúng taចេញ passive ហ្នឹងមួយឬក៏ពីរទៀតហើយឲ្យតែបងចាំទម្រង់ active នេះមកអញ្ចឹង passive វាងាយស្រួលក្នុងការបំបែកហើយងាយស្រួលក្នុងការចាំបាទហើយអ្វីដែលយើងរៀនគឺយើងរៀនតែផ្នែក active ទេហើយ passive យើងគ្រាន់តែចាំទម្រង់មួយយំន័យ passive និង active ហ្នឹងតែមួយទេហើយខ្ញុំសង្ឃឹមថាវីដេអូនេះពិតជាមានសារៈសំខាន់សម្រាប់បងប្អូនទាំងអស់គ្នាហើយសូមបងប្អូនទាំងអស់គ្នាព្យាយាមទៅទិញទម្រង់ឲ្យបានចាំបាទដើម្បីងាយស្រួលក្នុងការធ្វើវិញ្ញាសាជាមួយខ្ញុំពាក់ព័ន្ធជាមួយនឹងការរៀនពីបាទជាបន្តទៀតបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមអរគុណច្រើន